enter បាទគឺងាយស្រួលមែនតើបាទអញ្ចឹងយើងអត់ចាំបាច់នឹងអង្គុយវាយមួយពីរដងមកដើម្បីចុងចេះបាទ take join នេះគឺអាចជួយអ្នកនរគ្នាបានច្រើនមែនតើដើម្បីកុំឲ្យយើងខាត់ពេលក្នុងការបាទជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញសង្គម YouTube បាទអញ្ចឹងថ្ងៃនេះខ្ញុំចេញវីដេអូថ្មីមួយទៀតទាក់ទងជាមួយនឹងការភ្ជាប់នៅឈ្មោះបាទដូចជា first name ឬក៏ last name ហ្នឹងបាទដែលយើងប្រើប្រាស់នៅ tool មួយទៀតបាទនៅរូបមន្តមួយទៀតបាទអញ្ចឹងយើងកុំឲ្យខាតពេលវេលាយូរយើងអាចចូលទៅទស្សនាទាំងអស់គ្នាបានបាទអញ្ចឹងយើងបើកកម្មវិធី Excel របស់យើងមកបាទអញ្ចឹងនៅក្នុងនេះគឺខ្ញុំបានបង្កើតជាតារាងមួយរួចរាល់ហើយបាទអញ្ចឹងដើម្បីភ្ជាប់ first name ហើយនិង last name នេះបាទដោយអត់មានចាំបាច់យើងទៅសេមួយដូចពីមុនទេគឺយើងគ្រាន់តែចុចរូបមន្តមួយទេបាទគឺ text join បាទបន្តមកទៀតយើងត្រូវការបើកdelimiter ណាបាទន័យថាយើងអាចទៅសេនៅក្នុងហ្នឹងយើងចង់បាន space ឬក៏យើងចង់បានសញ្ញា underscore ឬក៏អីហ្នឹងយើងអាចដាក់បានបាទអញ្ចឹងយើងបានប៉ុណ្្នឹងហើយយើងកបៀសមួយមកបាទចឹងលក្ខខណ្ឌទី2នេះគឺពាក្យថា true ហើយនិង false បាទបើសិនជាយើងយក true បានន័យថាយើង ignore empty cell បាទអញ្ចឹងបានន័យថានៅពេលដែល column ទី1ទី2ទី3អញ្ចឹងបើសិនជាយើង column ចំហគឺវាអត់រាប់បញ្ចូលទេណាបាទអញ្ចឹងយើងយក true មកបាទតោះបន្តិចយើងកបៀសហើយយើងចូល select cell របស់យើងបាទអញ្ចឹងយើងមាន2នេះបាទអញ្ចឹងយើង enter មកបាទដល់ចុច enter បាទគឺងាយស្រួលមែនតើបាទអញ្ចឹងយើងអត់ចាំបាច់នឹងអង្គុយវាយមួយទេបាទយើងគ្រាន់តែចុចតែប៉ុណ្ណឹងមកគឺអូខេបាទហើយយើងចុចពីរដងមកដើម្បីចុងចេះបាទហ្នឹងអញ្ចឹងតើតើជាមួយនឹងវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេហើយខ្ញុំសង្ឃឹមថារូបមន្តនេះបាទ take join នេះគឺអាចជួយអ្នកនរគ្នាបានច្រើនមែនទែនដើម្បីកុំឲ្យយើងខាត់ពេលក្នុងការវាយបាទហើយជាចុងបញ្ចប់បើសិនជាចង់បានបើគិតថាវីដេអូនេះមានប្រយោជន៍សម្រាប់សូមចុច like និង subscribe ផងបាទដើម្បីជាកម្លាំងចិត្តហើយ comment នៅខាងក្រោមវីដេអូនេះបានបើសិនជាអ្នកនរគ្នាឆ្ងល់ឬក៏មិនយល់នៅត្រង់ចំណុចណាឬក៏ទាក់ទងជាមួយនឹងកម្មវិធី Excel បាទឬក៏ Word អ្នកនរគ្នាអាច comment បានខ្ញុំរីករាយនឹងឆ្លើយតបជាមួយអ្នកនរគ្នាបាទអញ្ចឹងវីដេអូមានតែប៉ុណ្្នេះទេបាយបាយជួបគ្នានៅវីដេអូក្រោយ